បងប្អូនមកពិសាបាយនឹងទាំងអស់គ្នាណានៃត្រីងៀតនៅខាងមុខថ្ងៃមុនអាំងត្រីងៀតហូបបបរដល់ពេលឲ្យនៅសល់យកត្រីងៀតមកហូបជាមួយជំរាបសួរបងប្អូននេះខ្ញុំមកស្លោមកជូរតកួនជាមួយត្រីងៀតណាហើយនេះតកួនខ្ញុំនេះទិញចំនួន2ដុំមក2ដុំចំនួន1500ហើយខ្ញុំកាត់យកខ្ចីនេះខ្ចីហើយសម្រាប់ស្លឹកគឺខ្ញុំអត់បេះចោលទេគឺខ្ញុំយកទាំងអស់ដោយសារស្លឹកតូចដែរហើយសម្រាប់ត្រីងៀតរបស់ខ្ញុំនេះមានកាត់អញ្ចឹងទៅបង7ហើយម្ទេសស្លឹកគ្រៃហើយពងទានេះគឺខ្ញុំជៀនរសជាតិហឹរឲ្យកូនស្រីខ្ញុំហើយមានម្ដេចបន្តិចមកស្លនេះមានប៉ុណ្្នឹងទេហើយបើមកអមវិញខ្ញុំអមខ្ញុំហាលឲ្យមុនណាបងប្អូនក៏ប៉ុន្តែខ្ញុំអត់ចង់ស្លដាក់បន្លែបងប្អូននឹកឃើញណាដោយសារដាក់ម្ជូរទៅកូនខ្ញុំក៏ចេះញ៉ាំបន្លែហើយខ្ញុំក៏ទិញតកួន2ដុំមកដើម្បីដាក់ទៅដើម្បីឲ្យមានបន្លែចិត្តខ្ញុំមកចង់ទិញត្រួយអំពិលស្លទេបងប្អូនតែប៉ុន្តែដល់ពេលទៅសាអត់ឃើញត្រួយអំពិលទៅខ្ញុំក៏ទិញតកួនមកដាក់ទៅហើយដោយសារអំពិលខ្ញុំមានហើយពេលទឹកចិត្តពុះខ្ញុំក៏ដាក់ត្រីដើម្បីយើងងាស់ទៅឲ្យទឹកចេញជាតិពីក្នុងសាច់ត្រីហើយខ្ញុំក៏គ្របទុកដល់ពេលនិយាយរួមងាស់ខ្ញុំងាស់យូរដែរបងប្អូនដើម្បីឲ្យត្រីចេញជាតិខ្លះហើយសម្រាប់ស្លហ្នឹងពេលដែលយើងប្រឡាក់ត្រីយកមកស្លខ្លួនឯងចឹងឆ្ងាញ់ណាស់បងប្អូនអើយហើយខ្ញុំក៏បានដាក់ស្លឹកគ្រៃស្លឹកអំពិលតកួនអីចឹងណាច្រឡំបងប្អូនអំពិលសាច់អំពិលនៅក្នុងចានប្រហែលគឺខ្ញុំដាក់ទាំងអស់ហើយពេលដែលស្លឆ្អិនបងប្អូនជូរមកល្មមឆ្ងាញ់សម្លខ្ញុំមួយឆ្នាំងឯហ្នឹងបងប្អូនហើយផ្លេចប៊ីផ្លេចមួយមុខហ្នឹងឆ្ងាញ់ផងគឺប្រហុកភ្លក់ចុះភ្លក់ឡើងខ្វះជាតិអីគេនឹកឃើញផ្លេចដាក់ប្រហុកហើយក៏យកប្រហុកមកផងខ្ញុំអត់ជ្រុំអត់ជ្រុំទេដោយសារប្រហុកសាច់ទេបងប្អូនហើយមុននឹងដាក់ប្រហុកទៅខ្ញុំភ្លក់សិនព្រោះអីត្រីខ្ញុំមកងាស់ចេញជាតិខ្លះហើយខ្ញុំដាក់ប្រហុកខ្លះហើយគ្រឿងខ្ញុំដាក់ហ្នឹងគឺមានតែរ៉ូឌីតែមួយមុខទេអត់បានដាក់គ្រឿងអត់មានដាក់ប៊ីចេងដាក់ស្ករអីទៅគឺដាក់តែរ៉ូឌីទេកាលមុនវងគាត់និយាយចុះបើគេស្លអត់ដាក់ស្ករអញ្ចឹងទៅស្លមិនឆ្ងាញ់ដល់ពេលឥឡូវស្លខ្លួនឯងឆ្ងាញ់ណាបងប្អូនប៉ុន្តែនេះដោយសារត្រីខ្ញុំប្រឡាក់ខ្លួនឯងណាត្រីដែលខ្ញុំប្រឡាក់នេះគឺរសជាតិកណ្ដាលទេបងប្អូនហើយពេលដែលយើងស្លហើយយើងហូបសាច់ត្រីហ្នឹងណាឆ្ងាញ់មែនបងប្អូនប្រឡាក់ត្រីប្រឡាក់តាមក្បួនខ្ញុំទៅប៉ុន្តែគាត់ថាបើសិនជាបងប្អូនចង់ដាក់ម្ទេសអីទៅអានឹងដាក់ទៅដោយសារខ្ញុំមានកូនតូចប៉ះកូនតូចខ្ញុំក៏ចូលចិត្តត្រីផងហើយក៏ចេះញ៉ាំហឹរតែម្ល៉េះហើយទៅខ្ញុំក៏បានដាក់ម្ទេសដែរហើយសម្រាប់ពងទានេះគឺខ្ញុំដាក់មកគ្រាប់ទេកូនស្រីខ្ញុំកូនស្រីកដាលបងប្អូនពីមុនណាគាត់ចូលចិត្តពងទាណាប៉ុន្តែដល់ពេលទិញខ្លះណាយើងយកពងទាមកចៀនវាប៉ះពងក្លុកពងក្លុកវារៀងធំក្លិនតិចហ៎មានណាតាំងពីហ្នឹងមកគាត់ថាលេងញ៉ាំពងទាញ៉ាំពងមាន់វិញហើយខ្ញុំក៏បានដាក់ខ្លាញ់មីដោយសារតែខ្ញុំហូបមីអីហ្នឹងខ្ញុំចូលចិត្តដាក់ខ្លាញ់មីនៅក្នុងមួយមីទេបងប្អូនគឺខ្ញុំយកអំបិលខ្ញុំយកខ្លាញ់នឹងចែកវាថាក្នុងហ្នឹងមានខ្លាញ់មានទឹកម្ទេសហើយនឹងមានអពោអីរៀងកម្ៅទឹករៀងកម្ៅឲ្យមីហ្នឹងរៀងពណ៌ខ្មៅហើយខ្ញុំបានដាក់ដែរខ្ញុំតែងតែទុកចោលនឹងទៅថ្ងៃណាមួយត្រូវការប្រើអីដូចបងប្អូនឃើញស្រាប់អញ្ចឹងបើខ្ញុំសំខ្លាញ់មីនឹងបានចឹងគឺខ្ញុំកាត់ដាក់នៅកែវចូលមួយទៅដើម្បីទុកឆាទុកអីចឹងណាហើយនេះគឺថាកូនស្រីខ្ញុំបើថាជៀនពងមាន់ឬក៏ពងទាក៏ដោយបើសិនជាដាក់ថ្ងៃមុនណាខ្ញុំជៀនពងមាន់ណាបងប្អូនខ្ញុំដាក់ម្ទេសហុយកក់ញ៉ាំទេកក់ព្រមញ៉ាំហ្មងគាត់ថាម្ទេសហុយអត់ឆ្ងាញ់ទេចាញ់ម្ទេសស្រស់ហើយអាម្ទេសហុយខ្ញុំមុនខ្ញុំដាក់ខ្លះសេក្នុងទូនេះបងប្អូនពងទាមកក្របជៀនរសជាតិហឹររួចហើយអ្នកគេហូបរីមកក្របហ្នឹងអាចបែងចែកជា2ព្រឹកមិញកូនខ្ញុំគាត់ជៀនពងទាហ្នឹងបែងចែកជា2ដែរបងប្អូនតាមមកក្របឯណាគាត់បែងចែកជា2អាចហូបបាយទៅរៀនបងប្អូនសឡមកជូរតកួនត្រីប្រឡាក់ខ្ញុំរួចហ្នឹងបងប្អូនមើលមើលអត់សូវតំណងហ្មងទេបងប្អូនអើយតែរសជាតិនេះឆ្ងាញ់ណាដល់បងប្អូនបានហូបអីដែរសម្រាប់ខ្ញុំគឺបានតែមកជូរតកួនត្រីប្រឡាក់ហើយសម្លរបស់ខ្ញុំនេះក៏បានដាក់ប៊ីចេងដាក់ស្ករអីដែរបងប្អូនគឺដាក់តែប្រហុកត្រីងៀតហើយនឹងម្សៅរ៉ូឌីតែ3មុខហ្នឹងទេបងប្អូនមើលពិសាបាយមើលទាំងអស់គ្នាណានេះគោបោះកូននេះខ្ញុំហូបមកនេះមកបងប្អូនអញ្ជើញមកពិសាបាយខ្ញុំទាំងអស់គ្នាណាហើយសម្លខ្ញុំមកនិយាយបងប្អូនអើយឆ្ងាញ់មែនឆ្ងាញ់ណាបងប្អូនខ្ញុំអត់និយាយលេងទេពិសេសមែនតែនហ្មងពេលដែលខ្ញុំហូបស្លហើយនឹងហូបសាច់ត្រីហ្នឹងណាជាតិហ្មងណាហើយយើងដាក់ម្ទេសហឹលមកឆ្ងាញ់ណាស់ហើយខ្ញុំស្លខ្ញុំដាក់ម្ទេស3គ្រាប់មិនស្អាខ្ញុំហូបម្ទេសតែ3គ្រាប់ហ្នឹងទេបើកូនស្រីបងបើសិនគាត់ញ៉ាំម្ទេសគាត់យកម្ទេសហុយដាក់បងប្អូនគាត់ដាក់ម្ដងច្រើនណាបងប្អូនអើយកូនខ្ញុំមកប៉ុន្តែខ្ញុំដែរបានថតគាត់ទេម្ទេសហុយខ្ញុំម្ទេសក្រៀមណាម្ទេសក្រៀមខ្ញុំធ្វើសម្រាប់គាត់ទេយូរយូរប្រឡាក់សាច់គោម្ដងសល់ប៉ុន្មានគឺគាត់អ្នកប្រើអ្នកញ៉ាំហីខ្ញុំអត់សូវប៉ុន្មានទេខ្ញុំទៅហូបនំបញ្ចុកខ្ញុំប្រើម្ទេសហុយបើក្រៅហ្នឹងខ្ញុំអត់ដែរប្រើទេ
ពេលដែលយើងងាស់ត្រីឲ្យចេញជាតិហើយអត់ចេញជាតិអស់ទេរសជាតិនៅក្នុងសាច់ត្រីហ្នឹងឆ្ងាញ់ដូចគ្នាសម្រាប់ខ្ញុំយកចិត្តហូបសឡម្ជូរចឹងបងប្អូនឆ្ងាញ់បើសឡម្ជូរគ្រឿងខ្ញុំអត់សូវចូលចិត្តថាមានគ្រឿងខ្ញុំចាញ់ក្លិនគ្រឿងតែបើសឡម្ជូរបែបស្រែម្ជូរផលិតម្ជូរតកូនម្ជូរស្ពៃខ្មៅម្ជូរតឡាចអីអូយឆ្ងាញ់ណាស់ហើយដាក់ម្ទេសហឹលតិចមកឆ្ងាញ់មែនតើចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានជួយមើលវីដេអូខ្ញុំជូនពរបងប្អូនមានសុខភាពល្អសំណាងល្អគ្រប់គ្នាជម្រាបលា